ដើម្បីរាយការណ៍ជូនបងប្អូននៅដំណើរការ6 ខែនេះទោះបីមានការចរចាគ្នាមានការជួបជជែកគ្នាយ៉ាងណាក៏ដោយគោលចំហរបស់គណៈបកសង្គ្រោះជាតិគឺនៅតែដដែលអត់មានផ្លាស់ប្ដូរជាដាច់ខាតបងប្អូននៅជាមួយឆន្ទៈប្រជារាស្ត្រនៅរកយុទ្ធធម៌ឲ្យប្រជារាស្ត្រហើយគោលចំហដែលច្បាស់មកដល់ថ្ងៃនេះខ្ញុំសូមរាយការណ៍ជូនអង្គសមាជមហាជនលើកទី2ឲ្យបានជឿថាគឺទី1វីដេអូកាត់ហើយឯងសង្គ្រោះជាតិយកអា02សូមឲ្យហ្នឹងហើយខ្ញុំអត់ចេះកាត់ទេកាត់ហើយសេគាត់ទៅជួយផុសដើម្បីគួយខ້ອຍជូនណាបាច់ថនទេសូមឲ្យគណៈបកប្រជាជនមកជជែកជាមួយគណៈបកសង្គ្រោះជាតិតើបោះឆ្នោតឡើងវិញថ្ងៃណាហើយយើងនៅតែទីអញ្ចឹងចរចាថ្ងៃណាក៏យើងទៀមទាបោះឆ្នោតឡើងវិញ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 គោលចំហយើងច្បាស់ហើយអត់មានយល់ព្រមអត់មានទទួលស្គាល់អត់មានចូលបច្ចុប្បន្នសភាហើយអត់មាននិយាយគ្នាពីការបោះឆ្នោតបោះឆ្នោតឡើងវិញគឺយើងអត់អាចចូលបច្ចុប្បន្នសភាបានទេណាបងប្អូននេះគឺចំហទី1របស់យើងចំហទី2របស់គណៈបកសង្គ្រោះជាតិក្នុងការចរចាកន្លងមកនេះក្រៅពីទៀមទាឲ្យកំណត់ការបោះឆ្នោតឡើងវិញយើងទៀមទាជាអត្តភាពសូមឲ្យកែតម្រង់ក៏ចូលមកឲ្យបានជាដាច់ខាតយើងតែងជើងគណៈបកប្រជាជនឲ្យទាល់ច្រកគាត់ដើរប្រាប់អន្តរជាតិថាសូមឲ្យគណៈបកសង្គ្រោះជាតិចូលមកតំណាងរាស្ត្រជាប់ឆ្នោតមកប្រជុំមកដើម្បីកែតម្រង់ការបោះឆ្នោតណាឃើញគាត់ដើរដល់គេជឿគាត់ដល់ផ្លែដែរបើឥឡូវគ្មានអ្នកណាម្នាក់ជឿគាត់ទេបងប្អូនអន្តរជាតិទាំងអស់លែងជឿហើយមិនបានលែងជឿបើយើងចង់អូសទូបដ ாய் ទៅឥឡូវគាត់ថាគាត់សន្យាថាកែតម្រង់ការបោះឆ្នោតយើងចូលទៅប្រជុំយើងចូលទៅចរចាយើងចូលទៅជជែកយើងថាមកណាឯងប្រាប់ថាចង់កែតម្រង់ការបោះឆ្នោតហើយមិនមែនកែធម្មតាសិតតែកែស៊ីជំរៅទៀតបាទឥឡូវជំរៅណាហ្នឹងណាបើយើងថារបស់កែស៊ីជំរៅមុននឹងកែការបោះឆ្នោតនេះឲ្យមានលក្ខណៈសេរីត្រឹមត្រូវយុត្តិធម៌សំខាន់ណាស់ដើម្បីការបោះឆ្នោតមួយសេរីត្រឹមត្រូវយុត្តិធម៌បានជាអត្តភាពទី1ត្រូវមានស្ថាប័នរៀបចំការបោះឆ្នោតគឺចូលចបនេះឯករាជ្យសិនទើបយើងជឿថាបោះឆ្នោតដឹងត្រឹមត្រូវឥឡូវគេថា